គឺជាមនុស្សប្រុងពាក្យចាស់ទុំនៃវ័យចំណាំងចាស់មានទុំនៃចិត្តនឹងស្វិតឆ្លងតាមការពន្យល់នៃពាក្យខាងលើយើងក៏អាចសន្និដ្ឋានបានថាបរោះអូនស្រឡាញ់វាជាអាស្វិតជាការពិតណាំងបរោះចាស់ទុំសុភាពរៀបសារមិនសូវចេះចាញ់ទៅណាមកណាមិនសូវមាននរណាគេស្គាល់ជំនាញបនពីសោតគេចេះមើលថែអូនណាកល្យានចង់បានអ្វីគេក៏អាចឲ្យបានមានតែម៉ូតូមានតែផ្ទះមានឡានអូសមហើយអូនសមណាស់សមជាមួយគេបងមិនថាអ្វីអូននោះទេគ្រាន់តែចង់ជូនពរមាសស្ងួនសូមឲ្យអូនស្រឡាញ់គ្នាដល់ចាស់កងខ្នងមានវីឡា3 4 10ខ្នងជិះរស់រយតាមចិត្តអូនផងឯណាទៅសង្សារថ្មីថ្លៃលាក់បងចិត្តល្អម្លេះចរណៃសង្សារថ្មីចាស់ទុំទេពើអូនថាស្រឡាញ់ប្រុសចារឹកចាស់ទុំហើយចារឹកសុភាពរំទុំទើបសមអូនរស់នៅជុំគេយ៉ាងណាទើបហៅថាបុរសចាស់ទុំមានអត្តន័យខ្លឹមសារអប់រំនិងមានន័យយ៉ាងដូចម្ដេចខ្លាំងដើម្បីជាជំនួយដល់ការយល់ន័យជាដំបូងយើងនេះគួរតែយល់នៃពាក្យគុណលឹងពាក្យបរោះមានន័យថាគឺជាមនុស្សប្រុងពាក្យចាស់ទុំនៃវ័យចំណាំងចាស់មានទុំនៃចិត្តនឹងស្វិតឆ្លងតាមការពន្យល់នៃពាក្យខាងលើយើងក៏អាចសន្និដ្ឋានបានថាបរោះអូនស្រឡាញ់វាជាអាស្វិតជាការពិតណាំងបរោះចាស់ទុំសុភាពរៀបសារមិនសូវចេះចាញ់ទៅណាមកណាមិនសូវមាននរណាគេស្គាល់ជំនាញបនពីសោតគេចេះមើលថែអូនណាកល្យានចង់បានអ្វីគេក៏អាចឲ្យបានមានតែម៉ូតូមានតែផ្ទះមានឡានអូសមហើយអូនសមណាស់សមជាមួយគេបងមិនថាអ្វីអូននោះទេគ្រាន់តែចង់ជូនពរមាសស្ងួនសូមឲ្យអូនស្រឡាញ់គ្នាដល់ចាស់កងខ្នងមានវីឡា3 4 10ខ្នងជិះរស់រយតាមចិត្តអូនផង